បាទសួស្តីបងប្អូនតនៅវីដេអូមុនហ្នឹងហើយបងប្អូនគ្នានេះគឺយើងរៀបក្បាលកន្លះហើយនេះគឺ First បងប្អូនគ្នា First នេះគឺសំខាន់ណាស់ណាគឺយើងត្រូវតែទិញថ្មីមួយសម្រាប់ដាក់ដោយសារអីកង់3របស់យើងគឺវាច្រើនតែងាប់ First ហើយបានវានេះបានវា CP ហ្នឹងអញ្ចឹងយើងត្រូវសំខាន់ផុតគឺ First នឹងឯងបងប្អូនហើយនេះគឺយើងដាក់ច្បាប់របស់យើងចូលច្បាប់នេះគឺយើងឲ្យគេធ្វើហើយគឺស័យហើយហើយតមកយើងដាក់កាសមួយទៅហើយដាក់ First ពីលើបែបហ្នឹងឯងគឺយើងដាក់បែបហ្នឹងដើម្បីដាក់រសទៅហើយរសនេះយើងដាក់កាសហ្នឹងតំណប់ដោយសារដែលយើងកុំឲ្យយើងពេលដែលវាវាយខ្លាំងវាអុកទៅអានេះគឺយើងធ្វើការកលសោកន្លែងច្បាប់ហ្នឹងដើម្បីធ្វើការដាក់នៅកញ្ចក់សេះបើយើងអត់ដាក់កញ្ចក់សេះគឺអត់បានទេបងប្អូនគ្នាហ្នឹងហើយហើយយើងដាក់កាសខាងលើមួយលើមួយស្រួយយើងដាក់កញ្ចក់សេះចូលបន្ទាប់មួយកាសយើងធ្វើការសកត់ហើយការសកត់នេះបងប្អូនគ្នាអាចប្រើសោយើងសោអញ្ជៀនធ្វើការសកត់បានអានេះដោយសារតែយើងចង់គេធ្វើការសកត់ដៃហ្នឹងហើយបងប្អូនគ្នាអញ្ចឹងអត់ជាបញ្ហានៃការសកត់ទេបងប្អូនគ្នាចង់ដាក់ចូលវាមិនស្រេចទៅលើយើងដាក់យើងអាចដាក់ខ្ទាស់សោក៏បានឬក៏ដាក់អីក៏បានតែសំខាន់ឲ្យតែដាក់ចូលឲ្យបានទៅបងប្អូនគ្នាហើយបន្ទាប់ពីយើងដាក់អញ្ចឹងហើយបងប្អូនគ្នាត្រូវធ្វើការគូសវាផងណាដើម្បីចង់ដឹងថាវាជាប់អត់ប្រយ័ត្នតែវាអត់ជាប់ហើយគឺគួរបែបហ្នឹងហើយតែប៉ុណ្្នឹងគឺចំណុចមួយគឺរួចណាចំណុចច្បាប់ហើយនេះគឺខ្នើយនេះបើយើងដោះទាំងដុំយើងដាក់ទាំងដុំចូលវិញទៅយើងមិនចាំបំបែកទេបាទបើយើងដាក់ទាំងដោះទាំងដុំយើងដាក់ទាំងដុំវិញទៅបើសិនជាមានការខូចគឺយើងដូរទាំងដុំតែម្ដងហ្នឹងហើយវាអត់ជាបញ្ហាទេអានេះគឺមួយចំណុចមួយដែរហ្នឹងហើយបន្ទាប់មកទៀតគឺយើងធ្វើការដាក់ជើងចាប់បងប្អូនគ្នាហៅជើងចាប់ហ្នឹងគឺជើងចាប់គឺយើងគឺធ្វើការដាក់បែបហ្នឹងទៅវាមានបដូរវាទប់ជើងចាប់ហ្នឹងហើយគឺដាក់តែប៉ុណ្ណឹងគឺយើងរួចរាល់ហើយយើងចាប់ខ្ចៅហើយទៅអានេះគឺដល់ដំណាក់កាលដល់ចំណុចដែលយើងធ្វើការដោះពីស្តង់ចាស់ចេញពីស្តង់ចាស់ដែលយើងមានបញ្ហាអស់ក្បាត់ហ្នឹងយើងធ្វើការដោះចេញហើយយើងធ្វើការស្ទាបមើលយេនរបស់យើងតើយេនរបស់យើងមានអាលុងហើយនៅបើអាលុងឆ្វេងស្ដាំអត់បញ្ហាបងប្អូនគ្នាបើអាលុងឡើងលើចុះក្រោមអាហ្នឹងគឺមានន័យថាយេនរបស់យើងគឺអាចប្រើបានទេហើយនេះគឺចំណុចនេះគឺចំណុចដែលធ្លាប់ធ្លាយកាទេហ្នឹងបងប្អូនគ្នាអញ្ចឹងគឺយើងប្រើលកាមយាខ្លាំងពេកគឺវាអលាស់ទៅស៊ីកន្លែងហ្នឹងហើយហ្នឹងគេថាស៊ីកាទេអលាស់កាទេបងប្អូនស៊ីកាទេកដាលហ្នឹងអញ្ចឹងវាធ្វើការអត់ធ្លាយហើយនេះគឺឡតនេះបងប្អូនឡតនេះគឺយើងដាក់ឡតទន្ទឹមអែបជាមួយលកាមហ្នឹងគឺឡតពីរហ្នឹងឯងហើយឡតខាងលើគឺឡតឆ្វេងស្ដាំហ្នឹងគឺឡតសម្រាប់ដាក់បន្ទាប់ពីយើងដាក់ក្បាលកន្លះចូលហ្នឹងហើយអាហ្នឹងគឺដាក់បែបហ្នឹងដូចដែលខ្ញុំប្រាប់បង្ហាញបងប្អូនគ្នាអញ្ចឹងហ្នឹងហើយអានេះគឺរងកដាស់យើងធ្វើការដាក់រងកដាស់មុនរងកដាស់នៅក្រោមរងដែកនៅខាងលើរងកដាស់នេះដោយសារតែវាយើងដាក់វាទប់ប្រេងនៅបន្ទាប់ពីម៉ាស៊ីនឡើងទៅសមីបងប្អូនគ្នាហ្នឹងអានេះគឺយើងធ្វើការដាក់ព្រះមួយទៅព្រះនេះគឺដាក់ទាំងសងខាងបងប្អូនគ្នានេះយើងដាក់មួយខាងសិនយើងដាក់មួយខាងបន្ទាប់មកគឺយើងធ្វើការដាក់កណាត់ដើម្បីកុំឲ្យមានឈូសកតិចដែកចូលដូចជាព្រះហ្នឹងបើយើងដាក់ខប្រយ័ត្នឈូសចូលយើងធ្វើការនោះត្រូវការដៃស្អិតបងប្អូនគ្នាបើដៃអត់ស្អិតធ្វើការអត់ដាក់អត់ការទេណាហ្នឹងហើយដាក់បែបហ្នឹងទៅតែប៉ុណ្ណឹងគឺធ្វើការរួចរាល់ហើយបងប្អូនគ្នាតបមកយើងធ្វើការដាក់នៅសមីរបស់យើងចូលបងប្អូនគ្នាគឺដាក់បែបហ្នឹងហើយយើងធ្វើការច្បាច់ក្បាត់របស់យើងតិចដងកុំបខំបងប្អូនគ្នាច្បាច់កុំបខំច្បាច់ធ្វើការអង្គតិចទៅគឺចូលហើយហ្នឹងហើយគឺអត់មានពិបាកទេតមកគឺយើងធ្វើការស្ទូចតកាមរបស់យើងឡើងសិនហ្នឹងហើយបើចូលហើយយើងធ្វើការស្ទូចតកាមរបស់យើងឡើងសិនទៅបាទគឺបែបហ្នឹងហើយយើងធ្វើការបវល់វាអង្គតិចបាទយើងធ្វើការបវល់បែបហ្នឹងអង្គតិចទៅគឺយើងនឹងធ្វើថ្នមៗមកគ្នាបើយើងធ្វើខុសវាអាចកោតសមីក៏ដូចហ្នឹងដែរហ្នឹងហើយនេះគឺសមីនេះគឺនិយាយបងប្អូនសមីនេះគឺសៃណាគឺយកទៅសៃទេយកទៅសៃបើសិនជាយើងប្រើប្រាស់នៃការសៃបើសិនជាយើងអត់វឹកវើនៅផ្លូវនៅពេលស្ទះអាហ្នឹងអាចបានយូរដែរខ្ញុំសូមបញ្ជាក់បន្តិចណាកន្លែងហ្នឹងយើងអាចប្រើបានយូរដែរបើសិនជាយើងវឹកវើកន្លែងស្ទះវាអត់បានយូរទេបានតែ2 3 ខែនេះគឺទៅហើយតែបើសិនជាយើងអាចជិះផ្លូវស្ទះមុំនេះគឺយើងកំចូលឬក៏យើងមកស្ទះគឺយើងកម្រិតអីហ្នឹងគឺអាចប្រើបានយូរអាចបានដូចខ្ញុំប្រើបានយូរបងប្អូនគ្នាបានយូរខែដែរចង់7 8 ខែដែរដោយសារតែខ្ញុំអត់រត់ម៉ោងស្ទះទេអញ្ចឹងគឺខ្ញុំប្រើបានយូរអានេះគឺរងដែកបងប្អូនគ្នារងដែកគឺយើងដាក់បន្ទាប់ពីក្បាលកន្លះដោយសារអីដោយសារក្បាលកន្លះវាក្តៅក្បាលកន្លះគឺវាកន្លែងប្រព័ន្ធដែលវាដុតចំហេះហ្គាសអញ្ចឹងវា
វាកម្ដៅវាខ្លាំងអញ្ចឹងក្ដៅអញ្ចឹងយើងត្រូវការប្រើរងដែកកន្លែងហ្នឹងហើយហើយនេះគឺយើងស្ទូចកាមចូលទៅយើងធ្វើការដាក់ក្បាលកន្លះរបស់យើងចូលទៅហើយយើងធ្វើការវាយវាចុះក្រោមវាថាយើងមានអាយុជ័រល្អតែនេះដោយសារខ្ញុំអត់មានអាយុជ័រខ្ញុំប្រើដុំឈើនេះគឺយើងប្រើទៅយកអាយុដែកគោះទៅលើទៅកុំឲ្យវាមានការត្រុតស្នាមនៅក្បាលកន្លះរបស់យើងអានេះយើងមិនមែនជាមុខរបររបស់យើងជាងនេះយើងគ្រាន់តែជាអ្នកធ្វើកង់3មួយថាយើងរត់រ៉ូស៊ីទេណាព្រោះយើងអ្នករ៉ូស៊ីរត់កង់3ដូចគ្នាអញ្ចឹងយើងអត់មានឧបករណ៍គ្រប់គ្រាន់សម្រាប់ធ្វើទេអញ្ចឹងយើងធ្វើមានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងហ្នឹងហើយខ្ចៅចំនួន4គ្រាប់នេះគឺយើងរត់មកតឹងមកល្មមឲ្យស្មើគ្នាណាកុំឲ្យរត់ផ្អៀងតែរត់ផ្អៀងក៏អត់បានដែរណាយើងរត់យើងចំណាំដៃថាយើងអាចរត់ប៉ុណ្ណាថាយើងរត់មកឆ្វេងស្ដាំយើងរត់ទៅគឺសូ2ក្រើតយើងដាក់2ក្រើតដូចគ្នាយើងរត់3ក្រើតដាក់3ក្រើតដូចគ្នាអត់មានរត់តឹងពេកម្ខាងតឹងម្ខាងធូរណាបងប្អូនអញ្ចឹងយើងរត់ឲ្យស្មើដៃទៅហើយចំពោះការថ្លឹងលកាមបងប្អូនអរគ្នាវីដេអូមុនគឺខ្ញុំធ្លាប់បង្ហាញម្ដងហើយអញ្ចឹងបងប្អូនអរគ្នាអាចទៅមើលវីដេអូមុនបានអានេះគឺខ្ញុំរៀបថ្លឹងលកាមចូលតែម្ដងអត់បានប្រាប់ទេណាហើយរៀបថ្លឹងលកាមខ្ញុំនិយាយប្រាប់ឲ្យគឺរយៈពេលពីស្តង់ឡើងនឹងរៀបចុះទៅវិញហើយយើងដាក់ចូលទៅជាមួយនឹងថ្នោយឡើងទៅលើដែរដូចគ្នាដូចខ្ញុំប្រាប់វីដេអូមុនអញ្ចឹងបងប្អូនអរគ្នាអាចទស្សនាវីដេអូមុនបានអានេះគឺខ្ញុំដាក់យកតែម្ដងហើយវាអត់ជាបញ្ហាអីច្រើនទេគឺប៉ុណ្ណឹងគឺយើងអាចយកទៅប្រើប្រាស់រ៉ូស៊ីបានធម្មតាយើងអាចយកទៅរត់បានលុយបាន1គីឡូទៀតហ្នឹងហើយបងប្អូនអរគ្នាហើយចំពោះការបង្ហាញនេះមិនមែនជាខ្ញុំមិនមែនជាអ្នកជំនាញជួសជុលអីទេគ្រាន់តែជាបច្ចេកទេសដែលខ្ញុំធ្លាប់មានបទពិសោធន៍ខូចច្រើនអញ្ចឹងគឺខ្ញុំយកមកធ្វើដើម្បីចែករំលែកបងប្អូនដែលគាត់កង់3ចាស់គាត់ចង់ដោះធ្វើខ្លួនឯងកុំឲ្យចំណាយលុយច្រើនគាត់អាចធ្វើតាមរបៀបខ្ញុំបានហើយយើងធម្មតាយើងរកលុយមិនសូវបានបើសិនយើងរវល់ឲ្យចូលជាងច្រើនគឺអត់មានលុយសម្រាប់តទៅមុខទៀតទេអញ្ចឹងមានតែវិធីធ្វើខ្លួនឯងហ្នឹងហើយខ្ញុំក៏ធ្លាប់មានវីដេអូពីមុនច្រើនហើយបងប្អូនអរគ្នាសង្ឃឹមថានឹងពេញចិត្តនៅវីដេអូរបស់ខ្ញុំហើយកុំភ្លេច share វីដេអូម្នាក់មួយផងនឹងមានវីដេអូច្រើនទៀតហ្នឹងហើយសូមអរគុណបងប្អូន